ทำมาcái lùi thọt con peกับปงcon một tật ไม่ได้ทำเป็นแต่คนมุดตะขาวนึงกดกบานดังทำยินเนี่ยลูกตัวซับแต่ถอดกด con pong một tật vậy lục đại chẳng lục đại tam bộ ตัวซับแต่ลูกโจนั่งตัวซับมาไอ้ตอง đăng tập này bay bọt mà không sao là tham mình mà đo mình hiền đã thằng nó ngay hiền lục đại giờ mà thọt chẳng thế ឃើញតបលេងបង thôi tao này con nhom nhom bắp luôn mà trang cho kia sao hay ấy có con nhom một tật hay con nhom chia anh nắng chia sao sả tiết hay mà thọt con nhom chẳng hay mình đăng ra cam một phiên nương bị thưaประมาณ đong ha bao đâm bẫy ấy nương ដំ8ទៀត cái kia có pong tập răng riêng chẳng hoa phải hay mà thưa chẳng chẳng ចំមានរឿងរ៉ាវអញ្ចឹងទៀតសាសាឡាស្រីរៀនថ្នាក់ទី11កំពុងតែមុជទឹកត្រូវបានជន់រោគចិត្តយកទូរស័ព្ទភ្នែក3ពណ៌ខ្មៅលោកតាមឥតខ្យល់ថតពេលដែលនាងកំពុងតែមុជទឹក ជាប់គ្នាណាព្រោះវាមិនដែលមានមនុស្សពីក្រៅណាមកចូលក្នុងផ្ទះនឹងអាចមកលបថតបានទេមានតែអ្នកនៅក្នុងហើយបើខ្ញុំមិនរើពេលឥឡូវខ្ញុំអត់ថាសុវត្ថិភាពពេលមុខខាងមុខមិនទៀតដោយសារតែយើងអ៊ុកអះអញ្ចឹងហើយបើសិនអត់មានចំណាត់ការអីអាចទាំងកែស្អែកកើតឡើងរឿងអីក៏យើងអត់ដឹងដែរព្រោះគេខឹងយើងហើយព្រោះយើងសាប់តាយើងស្នើឲ្យសមត្ថកិច្ចចុះមកអន្តរាគមន៍ហើយ សក់ជ្រូសក់អង្កែចំណាយត្រឹមតែ 14000 រៀលតែប៉ុណ្ណោះបងប្អូនខ្ញុំសួរសិនហ៊ានចំណាយអត់បើខ្ញុំហ៊ានធានាជូនបងប្អូនទាំងអស់គ្នា5ផ្លែតមិនបានផលដូចអ្វីដែលខ្ញុំនិយាយខ្ញុំបដូរសងលុយជូនវិញគ្រប់ចំនួនត្រឹមតែ 14000 រៀលអញ្ចឹងបានឃើញវីដេអូនេះអ្នកដែលគាត់មានបញ្ហាសក់ជ្រូយកដល់ពណ៌ស្វាយអ្នកដែលគាត់មានបញ្ហាស្បែកក្បាលអង្កែគឺគាត់យកដល់ពណ៌ក្រហមសាប៊ូរបស់យើងគឺមានបែកចែកច្បាស់លាស់បែបហ្នឹងតែម្ដងខ្ញុំហ៊ានធានាថាកលរយៈពេល3ថ្ងៃទៅ5ថ្ងៃគឺទទួលបានប្រសិទ្ធភាពបានផលអាចមើល feedback បានអ្នកដែលគាត់បានប្រើប្រាស់ជាមួយនឹងសាប៊ូពហិការហើយសក់ម្នាក់គឺវែងក្រាស់ហើយសាប៊ូរបស់យើងពពុះច្រើនសាច់ខាប់ល្អហើយពេលដែលកក់សាប៊ូរបស់យើងបងប្អូនមិនចាំបាច់គៀបឯគ្រាន់តែផ្លុំមកគឺសក់រលាស់រលោងបែបហ្នឹងតែម្ដងពហិការតំណែងចោលគ្រប់គ្រងតំណែងជាតិទាំងអស់គ្នាណាសាប៊ូរបស់យើងចំណុះច្រើនណាស់រហូតដល់ 400 ml ណា សង្ស័យថាមើលរឿងអាភាសច្រើនពេកមានជនណាមឹកម្នាក់ដែលជនសង្ស័យធ្វើការទិញទូរស័ព្ទភ្នែក3ពណ៌ខ្មៅថតនារីម្នាក់ដែលជាសិស្សសាលាទើបតែមានវ័យ17 18ឆ្នាំនៅក្នុងបន្ទប់ទឹកដែលកំពុងតែមុជទឹកបាទក៏មានការផិតភ័យយំបោកខ្លួនតាក់តងទៅរកម្ដាយនៅឯកំពង់ចាមម្ដាយ booking pass up មកបាទជិះមកពីកំពង់ចាមមកតែម្ដងព្រីម៉ូតូជនយើងបាទតែបងប្អូនបានឃើញហើយម្ដាយរបស់គាត់បានធ្វើការសន្និដ្ឋានថាអត់មានអ្នកណាឆ្ងាយទេមានតែអ្នកផ្ទះដែលនៅជាប់កតុយគ្នានឹងតែម្ដងដែលអាចធ្វើការលួចថតលួចអីបានកូនគាត់បាទព្រីម៉ូតូជនអានេះគាត់តាមទាន់ម្ដងហើយចុះអាមុនពេលតាមទាន់មិនដឹងថាជាយ៉ាងម៉េចបាទហើយរូបភាពនឹងនឹងចែកចាយទៅដល់ណាខ្លះបងប្អូនព្រីម៉ូតូជនបាទសង្ស័យថារោគចិត្តខ្លាំងហើយបងប្អូនមកមើលរឿងអាភាសច្រើនពេកបាទអញ្ចឹងទៅក៏បាយគំនិតដឹងថាផ្ទះខាងលើនឹងមានកូនកុំកូនអីបាទតែទូរស័ព្ទមកថតកូនគេកំពុងតែមុជទឹកតែម្ដងបងប្អូនបាទខ្ញុំសុំពរសំណុំពរខ្ញុំនិយាយឡើងជប់ជ្រួលច្បល់ហើយសុំសំណុំពរខាងបងសមត្ថកិច្ចឲ្យគាត់ជួយចុះធ្វើអន្តរាគមន៍ឥឡូវព្រោះថាបើសិនមិនបានអញ្ចឹងខ្ញុំដេកអត់លក់ទេយប់នេះខ្ញុំមានការភ័យខ្លាចជាខ្លាំងអើយតែអញ្ចឹងជាប់គ្នាសោះហើយហេតុអីក៏កូនខ្ញុំមុជទឹកហើយកូនខ្ញុំជាអាហ្នឹងជាសិស្សសាលាទៀតហើយមកថតកូនខ្ញុំអញ្ចឹងហើយមិនដឹងថាសកម្មភាពនឹងវាធ្វើប្រហែលដងហើយកូនស្រីបងអាយុប្រហែលបងឆ្នាំនេះអាយុ10ឆ្នាំជាងហើយ10ប្រហែលឆ្នាំបង17 18អីហ្នឹង17 18ទៀតហើយគ្នាកំពុងតែប្រឹងរៀនចឹងរាប់ហើយមកធ្វើអញ្ចឹងបងអាចសន្និដ្ឋានបានថាផ្ទះមួយណាបន្ទប់មួយណាដែលមួយណាផ្ទះជាប់គ្នាណាព្រោះវាមិនដែលមានមនុស្សពីក្រៅណាមកចូលក្នុងផ្ទះហ្នឹងអាចមកលបថតបានទេមានតែអ្នកនៅក្នុងហ្នឹងបាទហើយបើខ្ញុំមិនរើពេលឥឡូវខ្ញុំអត់ថាសុវត្ថិភាពពេលមុខខាងមុខមិនទៀតដោយសារតែយើងអ៊ុកអះអញ្ចឹងហើយបើសិនអត់មានចំណាត់ការអីអាចទាំងកែស្អែកកើតឡើងរឿងអីក៏យើងអត់ដឹងដែរព្រោះគេខឹងយើងហើយព្រោះយើងសាប់សាយើងស្នើឲ្យសមត្ថកិច្ចចុះមកអន្តរាគមន៍ហើយតាមផ្ញើទៅបងប្អូនយើងទាំងអស់គ្នាពិសេសបរោះក៏មានការរោគចិត្តខ្លាំងពេកបាទតែងទូរស័ព្ទមកថតកូនគេអញ្ចឹងបងគឺថោកទីបំផុតតែម្ដងគឺទង្វើដែលសង្គមស្អប់ខ្ពើមបងប្អូនព្រីម៉ូតូជនផ្ញើទៅបងប្អូនយើងទាំងអស់គ្នាកុំធ្វើអញ្ចឹងបាទវាប៉ះពាល់ដល់អនាគតគ្នាដែលតាមការស្ដាប់ពីម្ដាយរបស់គាត់គឺគាត់ខំរៀនខ្លាំងមែនទែនឥឡូវហ្នឹងគាត់បែរជាមានការគិតក្នុងចិត្តមួយមានគិតថាមិនដឹងថារូបគាត់ឬក៏រូបភាពគាត់ដែលជនណាមឹកជនសង្ស័យនឹងថតធ្វើឲ្យនឹងបែកតាណាខ្លះបាទព្រីម៉ូតូជនយើងអរគុណព្រីម៉ូតតាមដានទស្សនា